ចាបងប្អូនឥឡូវយើងទទួលបានម្ហូបស្ងោរជ្រក់ព្រួយត្រីបងប្អូនមួយចានយ៉ាងឈ្ងុយឆ្ងាញ់ចាបងប្អូនយើងដាក់ជាមួយក្រូចសើចស្លឹកក្រូចសើចដើម្បីកុំឲ្យវាឆ្អាបបងប្អូនកាត់ឆ្អាបក្រូចសើចគឺកាត់ឆ្អាបគឺការកាត់ឲ្យវាខ្លីៗបងប្អូនវងយើងចូលកាត់គឺកាត់ឲ្យខ្លីណាកុំឲ្យវាខ្ពស់ពេកចាឲ្យវាបែកមែកអូយបងប្អូនហើយដាំជាណាដែលបានស្លសោះមើលចាស់អស់ចាបងប្អូនក្រូចឆ្មាក៏មានដាំខ្លួនឯងដែរបងប្អូនសម្រាប់ក្រូចឆ្មាខ្ញុំបងប្អូនគឺថាបេះញ៉ាំអត់តទេបងប្អូនបេះយកទៅពេញផ្ញើបងស្រីម្លើកអត់ក្រោម2គីឡូទេបងប្អូនចាបងប្អូនគឺថាដើរបេះគ្រឿងស្ងោរជ្រក់តែមានណាដល់តាទៅដល់ត្រឹមម្ដងគឺថាម្ដងធំទៀតហើយបងប្អូនអញ្ចឹងបេះវាយកមកទុកចាក់វាចាស់សម្រាប់ខ្ញុំគឺម្ដងគឺខ្ញុំចូលចិត្តខ្ចីទូចចឹងបងប្អូនបានផ្អែមឆ្ងាញ់ណាតែសម្រាប់ថ្ងៃនេះគឺខ្ញុំស្ងោរជ្រក់ឯងបងប្អូនស្ងោរជ្រក់ព្រួយត្រីណាបងប្អូនសម្រាប់គ្រឿងស្ងោរជ្រក់របស់ខ្ញុំគឺមានតែប៉ុណ្ណឹងបងប្អូនគឺមានក្រូចជីនាងវងជីអាណាឬបងប្អូនខ្លះហៅជីវ៉ាន់ស៊ុយជាមួយនឹងគល់សក្រីខ្ទឹមវាចេងដាក់អំបិលបន្តិចដោយសារត្រីខ្ញុំប្រឡាក់ហើយជាមួយនឹងដុំស៊ុបគឺខ្ញុំដាក់មកខាងឯនេះគឺខ្ញុំស្លជាមួយព្រួយត្រីបងប្អូនព្រួយត្រីក្អីគឺថារួចរាល់ហើយអញ្ចឹងយើងធ្វើការបងគ្រឿងដាំទឹកបងគ្រឿងអស់គ្នាបងប្អូនតោះទៅទស្សនាទាំងអស់គ្នាចាបងប្អូនទឹកយើងពុះហើយអញ្ចឹងយើងបងជាមួយគល់សក្រីជាមួយខ្ទឹមហើយស្លឹកក្រូចសើចបងប្អូនណាសម្រាប់ស្ងោរជ្រក់បែបបុរាណបងប្អូនគឺអត់ចោលទេជាមួយអង្គយើងបងអង្គចូលចាបងប្អូនទឹកយើងពុះហើយបងប្អូនអញ្ចឹងយើងធ្វើការបងជាមួយនឹងត្រីយើងចាបងប្អូនស្ងោរជ្រក់យើងគឺថាកំពុងតែពុះចូលល្អណាស់អញ្ចឹងខ្ញុំអត់ទាន់ថែមគ្រឿងទេឥឡូវខ្ញុំចាប់ផ្ដើមបងគ្រឿងបងប្អូនមានប៊ីចេងហើយអំបិលបន្តិចជាមួយនឹងម្សៅស៊ុបដោយសារត្រីខ្ញុំប្រឡាក់ស្រាប់អញ្ចឹងខ្ញុំអត់សូវប្រើអំបិលច្រើនទេបងប្អូនចាបងប្អូនអញ្ចឹងម្ហូបយើងថ្ងៃនេះគឺស្ងោរព្រួយត្រីបងប្អូនស្ងោរជ្រក់អញ្ចឹងយើងភ្លក់តាមរសជាតិដែលយើងចង់បានហើយគឺអាចដាក់ចង់បានណាបងប្អូនសម្រាប់ខ្ញុំគឺភ្លក់អូខេហើយបងប្អូនតែឃើញមានប្រពុកតែអញ្ចឹងបងប្អូនគៀចោលបងប្អូនកុំຕົកចាបងប្អូនឆ្លៀតយើងឆ្លៀតដាក់ស្ងោរជ្រក់គឺយើងរៀបចំគ្រឿងឲ្យហើយឥឡូវគ្រឿងរៀបចំហើយស្ងោរជ្រក់ក៏ឆ្អិនដែរអញ្ចឹងគ្រឿងវាអត់មានអីច្រើនទេមាននាងវងជាណាហើយក្រូចឆ្មាអូខេអញ្ចឹងម្ហូបក៏ឆ្អិនគ្រឿងក៏ហើយយើងចាំតាមដានទស្សនាការភ្លក់ទាំងអស់គ្នាណាបងប្អូនចាបងប្អូនបើគឺថាបាយយើងក៏ឆ្អិនជាមួយផ្អកទៀតហើយស្ងោរជ្រក់យើងគឺអូខេឆ្អិនជាការស្រេចអញ្ចឹងយើងធ្វើការបងគ្រឿងបងប្អូនយើងដាក់ជីនាងវងតិចមកគឺខ្ញុំអត់ហាន់ម៉ត់ទេតែសម្រាប់ជីណាគឺខ្ញុំហាន់វាម៉ត់ជ្រក់មកយើងដាក់ជាមួយជីយើងអត់ហាន់បងប្អូនដើម្បីឲ្យមើលទៅវារាងស្អាតចាបងប្អូនឥឡូវយើងទទួលបានម្ហូបស្ងោរជ្រក់ព្រួយត្រីបងប្អូនមួយចានយ៉ាងឈ្ងុយឆ្ងាញ់សម្រាប់ខ្ញុំគឺខ្ញុំអត់ចូលចិត្តបងស្លឹកខ្ទឹមទេបងប្អូនអញ្ចឹងខ្ញុំអត់ដាក់ទេតាមដានទស្សនាប្រុសទាំងអស់គ្នាជាតិបងប្អូនជាតិ